សរសើរតាមទំនុកដំកើងដែលយើងនឹងសរសើរដំកើងព្រះតាមទំនុកដំកើងជាមួយគ្នាចាសសូមឲ្យចិត្តយើងដែលជាគុណព្រះនោះបានសរសើរទ្រង់រាល់ថ្ងៃត្បិតព្រះដ៏ពិតនៃយើងជាព្រះដែលមានព្រះជន្មរស់នៅទ្រង់តូចឃើញនិងជ្រាបយល់ដឹងនៅដំណើរផ្លូវជីវិតរបស់យើងរាល់ពេលវេលាហើយទ្រង់សពប្រតិឲ្យយើងបានរៀនទុកចិត្តលើទ្រង់ក្នុងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាចូលយើងសរសើរដំកើងគម្ពីរទំនុកដំកើង8ខ1ដល់ខ9អោព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងខ្ញុំអើយព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅទ្រង់បានតម្កល់ស្រីល្អទ្រង់ទុកនៅលើស្ថានសួគ៌ទ្រង់បានតាំងឲ្យមានសេចក្តីសរសើរដោយសារមាត់កូនក្មេងនិងកូនដែលនឹកបើកដោះដោយព្រោះពួកតតាំងនឹងទ្រង់ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវព្រមទាំងពួកសងសឹកបានស្ងៀមនៅកាលណាទូបង្គំពិចារណាមើលផ្ទៃមេឃជាការដែលព្រះហស្ថទ្រង់បានធ្វើគឺទាំងខែនិងផ្កាយដែលទ្រង់បានប្រតិឋានទុកនោះតើមនុស្សជាអ្វីដែលទ្រង់នឹងរំលឹកដល់គេហើយកូនមនុស្សផងដែលទ្រង់បានប្រោសដូច្នេះត្បិតទ្រង់បានធ្វើឲ្យគេទៀបជាងពួកទេវតាតែបន្តិចទេក៏បានបំពាក់ស្រីល្អនិងគេឈ្មោះឲ្យទុកជាមកុដទ្រង់បានតាំងគេឲ្យត្រួតលើអស់ទាំងការនៃព្រះហស្ថទ្រង់ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេគឺអស់ទាំងជាមនិងគោទាំងសត្វព្រៃផងអស់ទាំងសត្វហើរលើអាកាសនិងត្រីនៅសមុទ្រគឺសត្វផងទាំងពួងដែលហែលនៅផ្លូវទឹកអោព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងខ្ញុំអើយព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅទំនុកដំកើង8បង្ហាញឲ្យឃើញនូវឥទ្ធិចេស្តារបស់ព្រះជាម្ចាស់អោព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងខ្ញុំអើយព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅទ្រង់បានតម្កល់សេរីល្អទ្រង់ទុកនៅលើឋានសួគ៌ព្រះនាមថាព្រះយេហូវ៉ាជាព្រះដែលតែងតែថែរក្សាជាប់នៅអ្វីដែលទ្រង់សន្យាទ្រង់ជាព្រះអម្ចាស់ដែលមានឫទ្ធិចេស្តាជាព្រះដែលមិនត្រឹមតែមានសមត្ថភាពតែប៉ុណ្ណោះគឺមានអំណាចគឺថាព្រះដែលរក្សាសេចក្តីសន្យាព្រះដ៏មានអំណាចចេស្តាជាព្រះដែលមានអំណាចក្នុងការថែរក្សាសេចក្តីសន្យារបស់ទ្រង់ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីនៅពេលដែលព្រះទ្រង់បានសង្គ្រោះយើងនោះទ្រង់បានធ្វើឲ្យយើងក្លាយជាកូនស្ដេចទោះយើងមើលទៅហាក់ដូចជាមិនមែនក៏ដោយ
ប៉ុន្តែយើងពិតជាកូនស្ដេចមែនថ្ងៃនៃសេចក្តីសង្គ្រោះរបស់យើងគឺជាថ្ងៃដែលព្រះទ្រង់តាំងយើងលើបល្ល័ង្ករាជតាមរយៈព្រះយេស៊ូវគ្រីស្ទតើហេតុអ្វីបានជាយើងដូចជាបាវបំរើទៅវិញនៅក្នុងទំនុកដំណើរនេះធ្វើឲ្យយើងនឹកឃើញពីការដែលព្រះទ្រង់ផ្ដល់មកុដរាជដល់លោកអាដាមនិងនាងអេវ៉ាតាំងពីដំបូងប៉ុន្តែគេត្រឡប់បែរជាធ្វើអ្វីទៅវិញគឺថាគេបានប្រគល់មកុដនិងដំបងរាជទៅឲ្យអារក្សសាតាំងទៅវិញពីព្រោះគេចង់បានដូចជាព្រះដ៏មានជាស្ដាប៉ុន្តែគេត្រូវបាត់បង់អំណាចដែលព្រះបានប្រទានឲ្យគេទាំងអស់ទៅវិញឥឡូវនេះមនុស្សមិនមានអំណាចលើសត្វចតុបាទសត្វស្លាបត្រីតែព្រះយេស៊ូវទ្រង់មានអំណាចលើគ្រប់ទាំងអស់ទ្រង់ប្រាប់ថាមន់នឹងមិនរងាវទាល់តែលោកពេត្រុសបានប្រកែកថាមិនស្គាល់ទ្រង់3ដងព្រះយេស៊ូវបានប្រមូលត្រីនៅក្នុងអួននៅពេលដែលទ្រង់ប្រាប់លោកពេត្រុសឲ្យទម្លាក់អួនចុះទៅក្នុងទឹកមិនត្រឹមតែប៉ុណ្ណោះព្រះយេស៊ូវទ្រង់ជិះលើសត្វលាដែលគ្មាននរណាអាចជិះវាបាននៅឡើយយើងបានបាត់បង់អំណាចគ្រប់គ្រងលើធម្មជាតិតែឥឡូវនេះយើងបានទទួលនូវអំណាចខាងព្រលឹងវិញ្ញាណក្នុងព្រះយេស៊ូវគ្រីស្ទវិញយើងបានទទួលសេចក្តីសង្គ្រោះដែលមានសិទ្ធិរស់នៅដូចជាគុណស្ដេចសូមកុំរស់នៅដូចជាទាស័កនោះឡើយយើងជាអ្នកជឿលើព្រះយេស៊ូវមានភារកិច្ចរស់នៅឲ្យបានដូចជាគុណស្ដេចពីព្រោះព្រះដែលយើងបានជឿទុកចិត្តលើនោះទ្រង់ជាស្ដេចលើអស់ទាំងស្ដេចជាព្រះលើអស់ទាំងព្រះដូច្នេះអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះតើបងប្អូនលោកអ្នកកំពុងរស់នៅក្នុងឋានៈជាកូនព្រះឬចូលរស់ឲ្យសមជាកូនព្រះចុះ